ជំងឺផ្នែកដកកន្ទុយថ្លែនគឺជាការរីករាលដាលខុសធម្មតារបស់ភ្នាសនៃភ្នែកដែលមានលក្ខណៈក្រាស់ឬដុំពណ៌លឿងហើយដុំសាច់ខ្លាញ់កន្ទុយថ្លែននេះចាវានឹងកាន់តែពង្រីកខ្លួនបន្តិចម្ដងចាក្រាស់ឡើងរីករាលដាលចូលទៅគ្របលើកែវភ្នែកពណ៌ខ្មៅរបស់យើងចាបើយើងគ្មានដំណោះស្រាយទេវានឹងកាន់តែរីករាលដាលក្រាស់ឡើងចូលទៅបាំងដល់រន្ធប្រស្រីកូនកំមុំភ្នែកធ្វើឲ្យបាំងធ្វើឲ្យស្វាំងធ្វើឲ្យព្រិលហើយនឹងក៏មានផលរំខានធ្វើទុកដូចជារកម្មភ្នែករមាស់ភ្នែកចាក្តៅនៅក្នុងភ្នែកទៅបិទបើកទៅគឺធ្វើឲ្យយើងមានអារម្មណ៍ថាមានភាពមិនស្រួលអាសាហីហូរទឹកភ្នែកក្តៅក្នុងភ្នែកចាអញ្ចឹងបងប្អូនដែលគាត់មានបញ្ហាភ្នែកដកកន្ទុយថ្លែនពីមុនឡើយគឺគាត់ចាចង់មិនចង់គឺគាត់ត្រូវតែទៅបកចាអត់មានជំរឿនទេទោះបីយើងអត់ចង់ក៏ដោយអត់ដឹងធ្វើមិនបាត់ទេវិធីសាស្ត្រគឺមានតែបកតែនេះពេលបច្ចុប្បន្ននេះគឺយើងមានជាផលិតផលដែលចម្រាញ់ពីធម្មជាតិជាផលិតផលប្រភេទគ្រាប់សម្រាប់លេបជួយចាផ្ដោតសំខាន់ទៅលើសរីរាង្គភ្នែកចាទី1គឺជួយរំលាយសាច់ខ្លាញ់កន្ទុយថ្លែនចាមិនថានៅក្នុងកម្រិតស្រាលកម្រិតមធ្យមឬក៏កម្រិតក្រាស់ទេវានឹងចូលទៅជួយរំលាយសាច់ខ្លាញ់ហ្នឹងណាចាម្ដងតិចចាបើបងប្អូនកើតតិចតួចចាប្រើទៅក៏វាឆាប់បាត់តាមហ្នឹងតែបើបងប្អូនកើតកម្រិតក្រាស់អាហ្នឹងវាចូលទៅរំលាយម្ដងតិចហើយអ្វីដែលល្អគឺចាវាចូលទៅជួយភ្នែករបស់យើងបានទាំងសងខាងចាទី1គឺរំលាយសាច់ខ្លាញ់កន្ទុយថ្លែននេះឲ្យរលាយម្ដងតិចភ្នែករបស់យើងនឹងសង្កេតដឹងដល់ខ្លួនឯងបន្ទាប់ពីយើងប្រើប្រាស់ចាបានចាចន្លោះមួយសប្តាហ៍ទៅដល់10ថ្ងៃហើយមួយទៀតចាទី2នោះគឺជួយឲ្យភ្នែករបស់យើងនេះគឺមានសំណើមហើយវាចូលទៅជួយបំពេញបន្ថែមចាពពួកវីតាមីនសារធាតុចិញ្ចឹមទៅដល់កោសិកាបាត់ភ្នែករបស់យើងទៅដល់សរីរាង្គភ្នែករបស់យើងឲ្យទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ចាឲ្យវាមានសុខភាពល្អចាទី3គឺវាជួយភ្នែករបស់យើងនឹងសថ្លាជួយស្ដារកំហើញចាដែលមានការចុកខ្សោយឲ្យចាមើលឃើញច្បាស់ល្អប្រសើរឡើងចាអញ្ចឹងបងប្អូនដែលគាត់មានបញ្ហាភ្នែកដុសកន្ទុយថ្លែនចាដែលគាត់អត់ចង់ធ្វើការបកឬក៏ការវះកាត់ទេចាហើយគាត់បានធ្លាប់ប្រើប្រាស់នៅផលិតផលជាច្រើនមុខតែអត់ធូរអត់បាត់ចាអត់ត្រូវបងប្អូនអាចងាកមកប្រើប្រាស់ជាមួយនឹងផលិតផលឱសថគ្រាប់សម្រាប់លេបខាងយើងខ្ញុំបានចាយើងមានជាចម្រោះឈុតតូចចាឈុតមធ្យមនិងឈុតធំតែម្ដងសម្រាប់បងប្អូនដែលគាត់ចង់សាកត្រឹមតែមកប្រអប់អីក៏យើងមានលក់ដែរចាអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ចាដែលកំពុងតែពិបាកខ្លាំងនៅក្នុងភ្នែកហើយចាប់អារម្មណ៍ចាអាចឆាតសួរនៅក្នុង TikTok របស់នាងខ្ញុំឬក៏ទំនាក់ទំនងតាមរយៈលេខ068 55 30 9 គុតចានឹងមួយខ្សែទៀតលេខ07គុត26 4662ចាហើយមួយខ្សែទៀតគឺលេខ017 635717ចាបងប្អូនអត់ចង់ខលបងប្អូនអាច Telegram ឆាតសួរក៏បានដែរចាអញ្ចឹងចំពោះការប្រើប្រាស់គឺធានាសុវត្ថិភាពទំនុកចិត្តជូនចាស់គឺមិនមានផលប៉ះពាល់ទេជាផលិតផលមានស្តង់ដារអន្តរជាតិបងប្អូនប្រើប្រាស់ដោយទំនុកចិត្តចាសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកតាមនឹងបាននេះខ្ញុំមានបណ្ឌិតចាស់សូមអរគុណ